សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនាំអ្នកនរគ្នាមកមើល project VC1 របស់ខ្ញុំហើយនេះដែរគឺជាថាសទាំងអស់របស់ខ្ញុំហើយនឹង sprint ទី2ដែលខ្ញុំត្រៀមទុកសម្រាប់អាទិត្យក្រោយហើយយើងចូលទៅមើល board របស់យើងមានថាសជាច្រើនដែលយើងកំពុងធ្វើហើយបានធ្វើឲ្យនៅ in view សិននៅពេល person បានយើងសម្រាប់ដាក់តាមក្រោយហើយថាខ្លះក៏ធ្វើហើយថាខ្លះក៏កំពុង in progress ចឹងទៅសារតែមានគ្នាយើងខ្លះកំពុងធ្វើដែរហើយសម្រាប់ថាដែលធ្វើហើយនោះមានដូចជា UI ឬក៏ feature ផ្សេងៗដែលងាយស្រួលដូចអីដែលយើងបានធ្វើហើយជាមុនចឹងទៅឥឡូវទៅពីយើងមើលថាដែលកូនធីមហើយនឹងខ្ញុំបានធ្វើទៅពីយើងមើលថាហើយខ្ញុំនឹងនាំអ្នកនរគ្នាទៅមើល GitHub វិញម្ដងក្នុង GitHub របស់យើងគឺមាន feature ច្រើនដែលក្នុង feature មួយនេះធ្វើទៅលើផ្នែកផ្សេងៗមកវាឧទាហរណ៍ feature login យើងធ្វើទៅលើ login feature dashboard ធ្វើទៅលើ dashboard ហើយ feature មានច្រើននៅក្នុង GitHub នេះនៅក្នុង GitHub តែនៅក្នុង code មាន feature ច្រើនមែនទែនដែលអាចពិបាកក្នុងការមើលឥឡូវយើងមកមើលមិត្តរួមក្រុមរបស់ខ្ញុំតេស្តទៅលើ login មិញនេះគាត់តេស្តទៅលើ login ជា admin សារគាត់មាន database របស់គាត់ជា email របស់ admin អញ្ចឹងឥឡូវគាត់ register មួយទៀតដើម្បីចង់ដឹងថានៅក្នុង database របស់គាត់ store ទៅនៅនឹងអត់ហើយឥឡូវគាត់ register ឈ្មោះថ្មីប៉ុន្តែមិញ login ជា admin ហ្នឹងគាត់ដាក់ login success ប៉ុន្តែនៅពេលដែលយើងមើល code ចូលគ្នាយើងនឹងឲ្យវា direct ទៅកាន់ page របស់ admin ហ្មង admin មាន page ផ្សេងដូចជា dashboard មានmanage peer អីចឹងទៅជាច្រើនប៉ុន្តែសម្រាប់ page របស់ visitor វិញយើងអាចឃើញការលក់អញ្ជៀនទិន្នន័យអញ្ជៀនរបស់គាត់នៅពេលគាត់ទិញអញ្ចឹងទៅហើយនេះគឺជាការតេស្តសាកល្បងតិចរបស់ប្រជុំក្រុមរបស់ខ្ញុំនៅ sprint 1នេះគឺនៅពេលដែលយើងចូលទៅដល់ page member page ទៅពីចូលដល់ member page យើងចូលដល់ dashboard ហើយឥឡូវគាត់ចូលដល់កន្លែង covering នៅថាកន្លែង cover shop គឺជាកន្លែងលក់អញ្ជៀនអញ្ចឹងគាត់អាច search ចូលមើលអញ្ជៀនតាមចំណង់ចំណូលគាត់ចំណូលចិត្តរបស់គាត់មានតាមទំហំមានតាមຂະຫນາດតាមប្រភេទអីចឹងទៅមានច្រើនប្រភេទគាត់បង្កើតជម្រើសជាច្រើនដើម្បី user ងាយស្រួលក្នុងការប្រើប្រាស់ក្នុងការស្វែងរកអីដែលគាត់ចង់បានហើយយើងអាចមើលទៅអញ្ជៀនមានច្រើនប្រភេទដែលគាត់បានបញ្ចូលទៅក្នុងទិន្នន័យរបស់គាត់ហើយយើងអាចមានការមើលច្រើនបើសិនយើងចុចមើល more detail វាមាន more detail ជាច្រើនដើម្បីឲ្យយើងមើលដូចជាតម្លៃមានពណ៌មានជាច្រើនអាចមើលឃើញបាននៅទីនេះជាទិន្នន័យផ្សេងៗដែលទាក់ទងជាមួយនឹងចិញ្ចៀនហើយ story របស់វាមាន story មានអីហើយតែបើយើងចុចចូលទៀតយើងឃើញ feature ជាច្រើនដែលទាក់ទងជាមួយនឹងថ្ងៃទីដែលយើងទិញថ្ងៃទីប៉ុន្មានទៅមកទៀតយើងចុចទៅមុខទៀតគេឲ្យយើងពេញទិន្នន័យទាក់ទងមួយព្រមមានផ្ទាល់ខ្លួនបើសិនយើងចង់ទិញអញ្ចឹងន័យថាតែយើងមានព្រមមានផ្ទាល់ខ្លួនជាក់លាក់បានយើងអាចទិញជានឹងបានហើយឥឡូវនៅពេលយើងទិញបានហើយយើងចូលទៅដល់កន្លែង Couple Store កន្លែងនេះគឺជាកន្លែងដែលយើងមើលឃើញជាពីគូស្នេហ៍របស់យើងទិញបានមួយថ្ងៃចឹងទៅឥឡូវគាត់ back មកកាន់ shop វិញហើយគាត់បង្ហាញដែលទេហើយទៅមើលនៅក្នុងរទេះរបស់យើងគឺយើងមាន shop បានកន្លែងនេះខ្ញុំនឹងកែទេដោយសារតែគាត់ដាក់អាចទិញបានច្រើនប៉ុន្តែតាមមែនតើទៅគឺគូស្នេហ៍គឺសម្រាប់ user ម្នាក់គឺទិញបានតែមួយទេហើយដល់នេះចូលមកដល់ page relationship ដែលជា page ដែលvisitor របស់យើងអាចបង្កើត account 2ដើម្បីដាក់ជា peer នឹងគ្នាដើម្បីថាតើយើងចាប់ផ្ដើមទិញជានឹងពីថ្ងៃណាអញ្ចឹងទៅហើយនេះ page បន្ថែមទៀតហើយឥឡូវយើងទៅមើល page setting ម្ដងសម្រាប់ page setting គឺមានsidebar ដែរគឺមាន sidebar ចំនួន3ដែលក្នុងទី1ហ្នឹងយើងមានដូចផ្លាស់ប្ដូរពលឺពឿ
burn system របស់យើងដាក់ឬក៏ live ទៅហើយកន្លែង notification មានដូចកាត់បង្ហាញអញ្ចឹងហើយកន្លែងនេះវាស្តៀងនឹង setting ស្តៀងនឹង setting យើងទូទៅទេមានអីច្រើនប៉ុន្តែកន្លែងនេះដូចជាអត់ទាន់មាន connect data អីផ្សេងៗឬក៏ភ្ជាប់ទៅកាន់អីទេគ្រាន់តែយើងដាក់ជា front end ដើម្បីយើងមើលឃើញសិនដើម្បីយើងដឹងពី flow របស់វាហើយកន្លែងនេះគឺយើងចង់ delete account របស់យើងប៉ុន្តែមែនតើទៅគឺមិនអាច delete ស្រួលៗចឹងទេយើងត្រូវការ password ឬក៏ឲ្យយើងទៅហើយនេះគឺជាអីផ្សេងៗដែលយើងអាចមើលឃើញបានតើអីគេ device ប្រភេទអីដែលចូលប្រើប្រាស់account របស់យើងនឹងហើយនេះមានផ្សេងៗទៀតដូច have មាន notification មាន sound gallery មានថាទៅ feature ច្រើនផ្សេងដូច website ដែលយើងទូទៅដែលយើងបានឃើញយ៉ាងហ្នឹងនេះគឺកាត់បញ្ចូលម៉ោងឲ្យយើងទៅ schedule silent គឺមានតែប៉ុណ្្នឹងឯងហើយនេះមានទៀតហើយចុងក្រោយនៃ feature របស់user ធម្មតាហ្នឹងគឺ profile ឡូវ profile ឃើញ profile ហ្នឹងឃើញថ្ងៃដែលគាត់ទិញជាហ្នឹងបានប្រហែលថ្ងៃហើយចេះគាត់ទិញបាន842ថ្ងៃហើយមានដូរឈ្មោះមានអីទៅឈ្មោះគាត់នេះឈ្មោះរបស់ខ្ញុំហើយដូរឈ្មោះក៏គាត់អាចដូរឈ្មោះបាននេះទៅដាក់ឈ្មោះរាជហើយដាក់ដូររូបថតឡូវធ្វើការដូររូបថតមួយសិនដាក់រូបរាជមួយអូខេមក save អូខេឥឡូវយើងបានរូបរាជហើយតំណែងរបស់យើងគឺដូរតាមនឹងដែរក្នុង profile ហើយឥឡូវយើងចូលទៅមើលរបស់ admin ម្ដងឥឡូវយើងចូលមកដល់ dashboard របស់ admin ហើយយើងឃើញព័ត៌មានជាច្រើនដែល admin អាចនឹងមើលឃើញបានទីមួយទាក់ទងមួយនឹងtotal user admin អាចមានសិទ្ធិក្នុងការមើលឃើញថាតើ user យើងនឹងមានចំនួនប៉ុន្មាននេះអីប៉ុន្មាននេះហើយមានព័ត៌មានខ្លះៗនៅក្នុងនឹងចឹងទៅហើយមាន notification អាច download អីជាឯកសារទុកមើលបានអីចឹងទៅហើយមិញគឺជា profile របស់ admin មាន graph មានអីវាមានជាទិន្នន័យអីផ្សេងហើយមាន alert មានអីជាច្រើនក្នុង dashboard ហ្នឹងឥឡូវយើងទៅកាន់ page មួយទៀតគឺmanage peer ហ្នឹងវាមានទិន្នន័យច្រើនដែលយើងអាចមើលឃើញដូចគ្នាវាដោយសារតែយើងក្នុងនាមជា admin យើងមានសិទ្ធិក្នុងការមើលច្រើនដូចជាមានព័ត៌មានដូចឃើញអញ្ចឹងច្រើនអាចកំណត់ភានឹងឲ្យធ្វើបានដូចគ្នាកន្លែងផ្សេងៗដែលយើងអាចមើលឃើញដូចទិន្នន័យអីហ្នឹងអញ្ចឹងវាទាក់ទងជាមួយនឹងព័ត៌មានរបស់ user អស់អញ្ចឹង admin ត្រូវតែដឹងហើយអាច edit អាចអី user បានទាំងអស់ប៉ុន្តែដូចជាមានព័ត៌មានខ្លះដែល admin មិនអាចធ្វើទៅលើ user បានតែកន្លែងនេះយើងអាចមើល user យកអីបានធម្មតាយើងអាចមើលថាតើ user របស់យើងនឹង active បានប៉ុន្មានម៉ោងហើយប៉ុន្មានម៉ោងយើងទៅហើយនេះបើសិនជា user មានច្រើនយើងអាចចុចមើលតាមនឹងទៅអូខេអញ្ចឹងឥឡូវយើងចូលមកដល់កន្លែង link inventory ហើយយើងមាន feature ច្រើនដែលយើងអាចមើលឃើញបានដូចជា total count មាន count ហ្នឹង count ចំនួនជៀនដែលយើងមានប៉ុន្មានហើយមានក្នុង stock ប៉ុន្មានហើយជៀនប៉ុន្មានដែលយើងនៅសល់ហ្នឹងទៅហើយយើងទទួលបានការ complain ពីទីជនប៉ុន្មានភាគរយអីចឹងទៅហើយក្នុងហ្នឹងយើងអាចឃើញជៀនយើងអាចកែសម្រួលទិន្នន័យរបស់ជៀននឹងបានឧទាហរណ៍ទាក់ទងមួយ story ឬក៏ stock ឬក៏អីផ្សេងៗហ្នឹងទៅឥឡូវយើងចូលមកដល់កន្លែង sheet ហើយកន្លែង add product បើយើងចូលដូចជាហ្នឹងទៅមានព័ត៌មានច្រើនដែលយើងត្រូវបំពេញហើយសម្រាប់វីដេអូរបស់ខ្ញុំគឺអស់តែប៉ុណ្្នឹងឯងហើយអរគុណច្រើនលោកគ្រូអ្នកគ្រូនិងអ្នកទាំងអស់គ្នាដែលបានទស្សនាសូមអរគុណ